ព័ត៌មានคล้ายៗសំដៅលើព័ត៌មានមិនពិតប្រឌិតឡើងដើម្បីគោលបំណងទុច្ចរិតផ្សេងៗវិធីសាស្ត្រចំនួន6ដើម្បីកំណត់ព័ត៌មានคล้ายៗរួមមាន 1. ពិនិត្យប្រភពរឿងដំបូងដែលអាចជួយឲ្យយើងកំណត់ថាព័ត៌មាននោះពិតឬคล้ายៗគឺត្រូវមើលទៅលើប្រភពតើគេហទំព័រដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណាអ្នកសរសេរតើអត្ថបទនេះសរសេរបានល្អដែរឬទេតើវាទំនងជាការពិតដែរឬទេតើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ 2. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗអ្នកអាចរកមើលថាតើរឿងដែលអ្នកកំពុងអាននេះមាននៅលើគេហទំព័រព័ត៌មានផ្សេងៗដែលអ្នកអាចជឿទុកចិត្តបានដែរឬទេប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀតនោះប្រហែលជាមិនមែនព័ត៌មានคล้ายៗឡើយចំណុចនេះក៏មានករណីលើកលែងខ្លះដែរព្រោះមុននឹងស្ថាប័នធំចុះផ្សាយគេតែងត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់ 3. ត្រេះរិះពិចារណាពេលអានមូលហេតុចម្បងមួយដែលនាំឲ្យព័ត៌មានคล้ายៗត្រូវបានគេចាត់ទុកថាជាបញ្ហាធំព្រោះវាជារឿងដែលមនុស្សងាយជឿនឹងចែកចាយដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គមព័ត៌មានបែបនេះត្រូវបានសរសេរដោយប្រើពាក្យរសើបខ្លាំងដែលជំរុញឲ្យមានការចាប់អារម្មណ៍ភ័យខ្លាចឬកើតមានកំហឹងជាដើមចំណុចនេះមានន័យថាអ្នកអានត្រូវប្រើការគិតឲ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវទាំងនោះ 4. ពិនិត្យភស្តុតាងព័ត៌មានដែលគួរឲ្យទុកចិត្តបានជាទូទៅរួមបញ្ចូលនៅព្រឹត្តិការណ៍ពិតជាច្រើនដូចជាសម្រង់ពាក្យសម្ដីអ្នកជំនាញទិន្នន័យស្ទង់មតិស្ថិតិផ្លូវការសាកសីច្បាស់លាស់និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះអ្នកត្រូវសួរខ្លួនឯងថាព័ត៌មានដែលអ្នកកំពុងអានគួរឲ្យទុកចិត្តដែរឬទេ 5. សង្កេតរូបភាពคล้ายៗព័ត៌មានคล้ายៗភាគច្រើនប្រើរូបភាពកាត់តឬយកចេញពីគេហទំព័រផ្សេងៗដូច្នេះអ្នកត្រូវពិនិត្យមើលឲ្យបានល្អិតល្អន់ទៅលើរូបភាពដើម្បីដឹងថារូបនោះជារូបភាពពិតឬคล้ายៗប្រសិនបើអ្នកមិនច្បាស់ថារូបនោះពិតឬក៏អត់អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់វានឹងបង្ហាញប្រាប់អ្នកថារូបភាពដូចគ្នានេះត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ 6. តើស្ដាប់ទៅសមហេតុផលឬអត់ចំណុចចុងក្រោយអ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថាតើព័ត៌មាននេះស្ដាប់ទៅសមហេតុសមផលជាការពិតដែរឬទេសូមចងចាំថាព័ត៌មានคล้ายៗត្រូវបានបង្កើតឡើងដើម្បីបង្កើតការភ័យខ្លាចភាពលំអៀងនិងក្តីសង្ឃឹមណាមួយ